ក្រុមគ្រួសាររបស់លោកដិនពុទ្ធីប្រធានសហគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងប៉ោយប៉ែតបានយល់ព្រមបញ្ឈប់សកម្មភាពតវ៉ាទាំងឡាយណាដែលពុំមានច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដីហើយពួកគេក៏បានសន្យានឹងចូលរួមដោះស្រាយតាមនីតិវិធីច្បាប់ដូចជាការស្វែងរកមេធាវីដើម្បីប្តឹងជំទាស់ស្វែងរកយុត្តិធម៌ពីស្ថាប័នតុលាការឡើងវិញការតវ៉ាដែលនាំឲ្យមានការចូលរួមច្រើនទៅរហូតដល់បង្កការកកស្ទះដល់អ្នកដំណើរផ្សេងទៀតនិងខ្លាចមានអំពើហិង្សាណាមួយកើតឡើងនោះលោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបងខេត្តនិងមានការចូលរួមពីលោកឧត្តមសេនីយ៍តូអាត់ខេមស្នងការនគរបាលខេត្តលោកងមីងជ្រួញអភិបាលក្រុងប៉ោយប៉ែតនិងលោកសឹមសំអាតនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទៅសម្របសម្រួលជាមួយនឹងក្រុមគ្រួសាររបស់លោកពុទ្ធវុធីដើម្បីឲ្យមានភាពស្ងប់ស្ងាត់និងបំបែកជួរឡើងវិញនិងហៅបងប្អូនរបស់លោកដិតវុធីទាំង5រូបចូលទៅពិភាក្សាគ្នានៅឯសាលាក្រុងលោកបន្តថាករណីសុំនៅក្រៅឃុំបើសាលាដំបងសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំទេយើងត្រូវមានមេធាវីហើយជនជាប់ចោទមានសិទ្ធិដាក់ពាក្យបណ្ដឹងតវ៉ាទៅសាលាឧទ្ធរហើយមេធាវីត្រូវដាក់ភស្តុតាងប្តឹងជំទាស់ទៅតាមនីតិវិធីច្បាប់មិនត្រូវធ្វើការបិទផ្លូវជាតិដូចថ្ងៃនេះទេបន្ទាប់ពីបានស្ដាប់ការបកស្រាយនិងការណែនាំពីលោកព្រះរាជអាជ្ញាក្រុមគ្រួសារលោកដិនពុទ្ធីបានស្ម័គ្រចិត្តធ្វើកិច្ចសន្យាតាមការណែនាំដោយបានសន្យាថាពួកគាត់នឹងចូលរួមដោះស្រាយករណីលោកដិនពុទ្ធីតាមនីតិវិធីច្បាប់និងបញ្ឈប់ការប្រមូលផ្ដុំតវ៉ាខុសច្បាប់ជាបន្តទៀតហើយយល់ព្រមធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចជំនាញនិងអាជ្ញាធរបើមានថ្ងៃក្រោយទៀតពួកគាត់នៅតែប្រព្រឹត្តសកម្មភាពប្រមូលផ្ដុំតវ៉ាទៀតពួកគាត់សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍តូអាត់ខេមបានបញ្ជាក់ថានៅពេលមានការតវ៉ានោះលោកបានបញ្ជូនកម្លាំងនគរបាលជាច្រើនអ្នកដើម្បីទៅការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ហើយការតវ៉ានេះក៏មិនមានអំពើហិង្សាណាមួយកើតឡើងនោះទេរាយការណ៍ដោយសំឡេងជីដែន